ទូលប្រគេនធរៈដីកាប្រកណាគុណម្ចាស់គ្រប់ព្រះអង្គញាតិញោមទាំងអស់ជាទីរាប់អានថាដោយហើយទៅសូមឲ្យលោកទាំងឡាយកុំមានទិដ្ឋិឆ្លោះគ្នាចោតប្រកាន់គ្នាដោយហេតុណាមួយឡើយព្រោះការចោតប្រកាន់គ្នាប្រៀបបីដូចសត្វខ្លាមួយគូកំពុងតែប្រឈមមុខហើយខំគ្នាទោះខ្លាណាឈ្នះក៏ដោយភាពវិនាសកម្មក៏នឹងកើតចំពោះខ្លាមួយទៀតយ៉ាងពិតប្រាកដខ្លាដែលចាញ់អាចនឹងស្លាប់តែខ្លាដែលរស់អាចនឹងរបួសអន្តកាលអ្នកដែលចាំទទួលផលអាចជាខ្លាមួយទៀតក៏ថាបានដែរអាស្រ័យដូចនេះប្រជាជាតិយើងមានជំនឿប្រពៃណីទំនៀមទម្លាប់និងសាសនាមកតាំងតែពីបុរាណមកហើយប្រពៃណីទំនៀមទម្លាប់និងជំនឿសាសនានោះវាបានដិតជាប់នៅក្នុងក្រអៅបេះដូងនៅក្នុងផ្នត់គំនិតរបស់យើងតាំងតែពីតូចដូច្នេះហើយយើងទាំងឡាយគប្បីកុំប្រកាន់មាំនៅក្នុងទិដ្ឋិណាឡើយចូលបងអោនចិត្តឲ្យគោរពត្រូវឲ្យបដិបត្តិត្រូវនៅក្នុងជំនឿសាសនាពុទ្ធសាសនាដែលយើងប្រកាសខ្លួនជាពុទ្ធសាសនាយើងគប្បីរក្សានៅសិល5ឲ្យជាប់ឲ្យបរិបូរណ៍នោះទើបហៅថាជាឧបាសកក្នុងសាសនាមិនមែនយើងដើរទៅតេះដៀលបុគ្គលបតីអំពីជំនឿសាសនានេះអំពីជំនឿសាសនានោះហើយយើងពោលប្រកាសខ្លួនថាយើងជាឧបាសកក្នុងសាសនានោះទេសាសនាមានបានអាស្រ័យទៅបានព្រោះអាស្រ័យការគោរពនៅពាក្យទូមានក្នុងសាសនានោះពាក្យទូមានក្នុងពុទ្ធសាសនាគឺសូមឲ្យលោកទាំងឡាយបានបរិបូរណ៍នៃសិលសមាធិនិងបញ្ញាក្នុងនេះជាន័យរបស់ព្រះភិក្ខុក្នុងសាសនាចំណែកឯបុគ្គលដែលគប្បីធ្វើការគោរពអោនលន់តូនក្នុងសាសនាបន្ទាប់ពីព្រះភិក្ខុសង្ឃគប្បីឲ្យមានទានសិលនិងភាវនានេះទើបជាផ្នត់គំនិតពិតរបស់ពុទ្ធសាសនាមិនមែនយើងឈរនៅជ្រុងមួយហើយចោតប្រកាន់ជ្រុងមួយទៀតថាខុសថាត្រូវ